ប្អូននៅក្នុងពេលនេះខ្ញុំនៅក្នុងកសិដ្ឋានអូម៉ាហើយយើងនឹងដើរទៅមើលផ្លែដូងដែលយើងនឹងត្រៀមកាត់សម្រាប់ដល់ជូនដល់អតិថិជនមកដែលបានកំងជាប្រចាំនៅក្នុងកសិដ្ឋានយើងហើយនេះគឺជាដូងប្អូនដូងប្អូននេះគឺល្មមកាត់ហើយដោយសារផ្លែរបស់វាគេមើលវាចាស់ល្អវាចេញថាពណ៌ក្រាមពណ៌វាគេបកក្រាមផ្នែកក្រាមអញ្ចឹងបើប៉ុណ្ណឹងកាត់ទៅឆ្ងាញ់ទាំងទឹកក្អូបនិងក្អូបហើយស្អាតទាំងសាច់គឺសាច់វាក្រាស់ល្អអញ្ចឹងយើងទៅមើលទិដ្ឋភាពនៅក្នុងកសិដ្ឋានលោកម៉ាគឺកន្លែងប្លុកនេះនេះគឺជាទិដ្ឋភាពនៅក្នុងកសិដ្ឋានលោកម៉ានៅការដាំដុះរបស់យើងនេះគឺផ្លែដែលយើងត្រូវត្រៀមកាត់យកទៅដល់ម៉ូយដែលបានកំងហើយខ្ញុំបញ្ជាក់បងប្អូនចឹងដើម្បីការកាត់ទៅបានផ្លែនេះបានល្អបងប្អូនមើលទៅគឺលក្ខណៈវាដូចស្បកក្រាមឬដូចខ្លាញ់ក្រាមជាពណ៌លឿងបើសិនជាវានៅខៀវគឺយើងកាត់អត់ទាន់កើតទេ
cặp tình tiết trong lần cặp oi bằng phong mờ trên bây giờ khi nó ngồi trận đó ta rút chết trong mình đá đây phong phôn là lớn dân cặp pha nói và sai trên game môi năm mấy nhỉ để với một chiếc đây một chiếc đang vài nó đang một cái đó chẳng hạn như phong phôn cho mà về là càng khi đến chạm phóng đối khắc phê chứ chẳng là xong thêm krep tiếtដើម្បីឲ្យកាន់តែឆ្ងាញ់បងប្អូនមិនខកចិត្តទេបងប្អូនមិនអរគុណច្រើនបងប្អូនឥឡូវនេះយើងទៅកាត់ឃ្លីផ្សេងៗបន្ថែមទៀតបាទហើយរសជាតិសិនតែអញ្ចឹងហើយបងប្អូនរសជាតិអញ្ចឹងសាច់អញ្ចឹងហើយកាប់នេះកាប់ឲ្យម៉ួយដែលគាត់លុកដងក្អូបគាត់លុកជាលក្ខណៈដងប្លុកផងហើយនឹងលុកលក្ខណៈជាកាត់ហើយខ្លះសេលុកដល់អតិថិជនអរគុណច្រើនបងប្អូនឥឡូវមិញនេះយើងកាត់បានមួយធ្លាយបងប្អូនហើយថ្ងៃនេះមានសម្ភារៈមកស្រាប់គ្រប់តែម្ដងដើម្បីនឹងកាប់ដូងតាមស្ថានភាពដើមមកដើមទៀតយើងត្រូវកាប់ទៅនឹងដីនឹងដើរកាប់ដោយដើមនេះតិចទៀតខ្ញុំកាប់មួយនេះខ្ញុំកាប់ទៀតទៅនេះធ្លាយនេះខ្ញុំនឹងកាប់ទៀតហើយសម្ភារៈយើងដើម្បីសម្រួលដល់ការកាប់ដូងរបស់យើងហ្នឹងគឺយើងកាប់ដោយការប្រើចន្ទើខ្លះដោយការដើរឡើងខ្លះដោយកាប់ដោយប្រើចន្ទើខ្លះហើយនឹងកាប់ដោយឈោកាប់នឹងដីផ្ទាល់នេះដោយដើមនេះយើងកាប់ដីបានហើយប៉ុណ្ណឹងលើកក្បិតមកតែប៉ុណ្ណេះដល់ហើយតាមពុះយើងប្រើចន្ទើអញ្ចឹងប្រាប់បងប្អូនថាដងក្អូបនេះដែលយើងនៅឈោកាប់បានប៉ុណ្ណេះយើងដើមមកបាន6 7ចូល7ឆ្នាំហើយបងប្អូនអញ្ចឹងវាទៅតែកម្ពស់ហ្នឹងទេអញ្ចឹងយើងដើមមកដងក្អូបនេះចំណេញវាអត់ខ្ពស់ទេវាផ្លែបើដងនេះផ្លែតាំងពីក្រឹមនេះតាំងពីនេះបាន1ម៉ែត្រពីដីនេះផ្លែស្នាប់វានេះផ្លែមកពេលឥឡូវហ្នឹងគឺកាប់បដិញមកនេះធ្លាយតងធ្លាយចាស់អញ្ចឹងវាផ្លែតាំងពីទៀបនេះដងផ្លែចាស់ហើយឥឡូវ6ឆ្នាំមកបងប្អូនគាត់មើលវាទៅបានកម្ពស់ហ្នឹងអញ្ចឹងវាស្រួលយើងតម្រាំវាខ្ពស់ផុតដៃផុតយើងប្រមូលផលបានញឹកញាប់បានច្រើនអញ្ចឹងឥឡូវខ្ញុំនឹងកាប់មកធ្លាយនេះដាក់ឡើងលំអតែម្ដងហ្នឹងអរគុណបងប្អូនឥឡូវយើងចាំទៅមើលដល់ពេលយើងកាប់បានទៅបានប្រហែលធ្លាយហើយផ្លែធ្លាយមួយហ្នឹងវាមានការទុយធំលូតលាស់ឬយ៉ាងម៉េចណាអរគុណច្រើនបងប្អូនអញ្ចឹងសូមចូលរួមទៅកាត់ដូងជាមួយខ្ញុំអត់ទៀត